សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុង matcha latte ជាមួយនឹង matcha strawberry ដែលជាភេសជ្ជៈកំពុងពេញនិយមនាពេលឥឡូវនេះតោះមើលអំពីរបៀបឆុងទាំងអស់គ្នាណាគ្រឿងផ្សំគោលរបស់យើងនោះគឺជាម្សៅម្ឆាដែលនេះគឺជាប្រភេទម្សៅម្ឆាសុទ្ធ 100% អត់មានបន្ថែមជាតិស្ករអត់មានបន្ថែមក្លិនហើយក៏អត់មានបន្ថែមពណ៌ដែរបងប្អូនគឺជាប្រភេទម្សៅម្ឆាសុទ្ធហ្មងហើយមួយកញ្ចប់នេះគឺមានទម្ងន់100ក្រាមដែលវាស្មើនឹង1ខាំហើយនេះវិញគឺជាសម្ភារៈប្រើប្រាស់របស់យើងដែលយើងហៅថាម្ឆាសុទ្ធដែលក្នុងមួយប្រអប់នោះគឺមានគ្រប់ទាំងអស់មានទាំងពីចានមានទាំងពីត្រាប់ត្រួសអាស័យមានទាំងពីអាស័យមានទាំងពីកត្រង់ត្រង់ជាមួយនឹងលាព្រាអាស័យផងដែរបងប្អូនអញ្ចឹងមុននឹងប្រើប្រាស់យើងត្រូវយកចានអីហ្នឹងទៅលាងសម្អាតជាមុនសិនណាបងប្អូនចំពោះអាស័យវិញមុននឹងយើងចាប់ផ្ដើមប្រើគឺយើងត្រូវត្រាំទឹកក្តៅអ៊ុនៗមិនមែនទឹកក្តៅដាំពុះគ្រក់ៗទេណាបងប្អូនគឺជាប្រភេទទឹកក្តៅអ៊ុនៗដាំឲ្យវាថយក្តៅសិនណាយកមកត្រាំអាស័យរបស់យើងរយៈពេល1នាទីឬក៏2នាទីដើម្បីធ្វើឲ្យអាស័យរបស់យើងទន់ស្រួលក្នុងការកូរអញ្ចឹងណាឥឡូវនេះ1នាទី2នាទីក្រោយមកយើងក៏ចាប់ផ្ដើមយកអាស័យរបស់យើងមកប្រើការបានហើយយើងក៏ចាប់ផ្ដើមយកចានរបស់យើងមកជាមួយនឹងកត្រងសម្រាប់រែងម្ឆាយើងប្រើម្ឆាហ្នឹងចំនួន1ស្លាបព្រាអាស័យហ្នឹងបងប្អូនដួសឲ្យកំប៉ុងអញ្ចឹងមកសម្រាប់ការលេខ22ហើយយើងក៏ចាប់ផ្ដើមរែងម្សៅហ្នឹងដើម្បីកុំឲ្យវានៅកកដុំរែងវាឲ្យវាម៉ត់ល្អអញ្ចឹងណានេះបងប្អូនបន្តមកទៀតយើងក៏ប្រើទឹកក្តៅចន្លោះពី50ទៅ60មីលីលីត្រចាក់ចូលក្នុងម្ឆារបស់យើងហើយយើងក៏ចាប់ផ្ដើមកូរម្ឆារបស់យើងពីលើទៅក្រោមដូចគ្នាអញ្ចឹងមកកូរទៅមួយផ្លេតទេបងប្អូនគឺយើងប្រើកម្លាំងនៅនឹងកដៃបន្តមកទៀតម្ឆារបស់យើងក៏បានបែកចេញពពុះគ្រីមអញ្ចឹងល្អណាបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមឆុងទាំងអស់គ្នាដែលយើងយកកែវលេខ22មករួចហើយយើងប្រើជាមួយនឹងប្រភេទទឹកដោះគោស្រស់ម៉ាក់ណាក៏បានដែរចំនួន100ឬក៏120មីលីលីត្រទឹកស្ករគឺយើងប្រើចំនួន30មីលីលីត្រសូមបញ្ជាក់ដែរថាទឹកស្ករ30មីលីលីត្រនេះគឺផ្អែម 100% ដោយសារតែម្ឆាអត់យកជាតិផ្អែមទេបងប្អូនអញ្ចឹងបើអ្នកណាដែលគាត់យកជាតិស្ករតែ50%អីដាក់តែ15មីលីលីត្របានហើយឥឡូវនេះយើងក៏ចាប់ផ្ដើមដួសទឹកកកដាក់ឲ្យពេញកែវរួចហើយយើងក៏ស្រោចម្ឆាចូលពីខាងលើមកជាការស្រេចហើយដូច្នេះម្ឆាឡាតេសម្រាប់កែវទី1រួចរាល់ណាបងប្អូនចូលដល់កែវទី2ម្ដងគឺម្ឆា strawberry ដែលយើងប្រើចានដដែលនឹងមកយើងដួសម្សៅម្ឆាហ្នឹងចំនួន1ស្លាបព្រាអាស័យដូចគ្នាកូរវាកុំឲ្យវានៅកកដុំបន្តមកទៀតចាក់ទឹកក្តៅចន្លោះពី50ទៅ60មីលីលីត្រចូលរួចហើយយើងក៏យកអាស័យមកកូរម្ឆាដូចមុនចឹងបងប្អូនចំពោះអ្នកខ្លះគាត់អាចប្រើ mixer ជំនួសអាស័យក៏បានដែរណាឥឡូវនេះយើងក៏ប្រើជាមួយនឹងទឹកខ្សែរ៉ាប់ strawberry ម៉ាក់ឡាលីតានេះចំនួន30មីលីលីត្រដោយសារតែទឹក strawberry នេះគឺខាប់ចឹងយើងអាចធ្វើជា strawberry ម្ឆាបានប៉ុន្តែអ្នកខ្លះគាត់ប្រើជាប្រភេទតំណាប់ strawberry ក៏បានដែរបងប្អូនតមកទៀតយើងដួសទឹកកកដាក់ឲ្យពេញកែវមកអត់ប្រើទឹកស្ករតិចទេដោយសារទឹក strawberry មានជាតិផ្អែមរួចហើយបងប្អូនបន្តមកទៀតយើងក៏ប្រើជាមួយទឹកដោះគោស្រស់ចន្លោះពី100ទៅ120ចាក់100មីលីលីត្រហើយខ្លាយអត់ពេញកែវយើងបន្ថែម20មីលីលីត្រទៀតមកណាហើយជាចុងក្រោយយើងក៏ស្រោចជាមួយនឹងម្ឆារបស់យើងមកជាការស្រេចហើយឥឡូវនេះម្ឆាឡាតេជាមួយនឹង strawberry ម្ឆាក៏បានរួចរាល់ណាបងប្អូនធានារសជាតិឲ្យគឺឈ្ងុយឆ្ងាញ់អត់ឆ្អាបទេម្ឆានេះបងប្អូនអញ្ចឹងសូមអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានម្ឆាឈុតម្ឆាឬក៏គ្រឿងផ្សំផ្សេងៗទៀតអាចតាក់ទងបានខាង page នេះណាអរគុណច្រើនអ្នកទាំងអស់គ្នា